ខ្ញុំនិយាយខុសទៅជាមួយឯងតាយកឡកំប្លែដៃជឿណាខ្ញុំនាំគោទៅសិនណាសំទោខ្ញុំគិតជារបស់ឯងថាការសួស្ដីអុយឲ្យមានកាយដែរសំទោខ្ញុំអត់មានលុយទេឲ្យខ្ញុំជាបាយមួយចានពិសាសិនបានទេណែចាំខ្ញុំរកលុយបានខ្ញុំនឹងសងលោកវិញណាប្រកាសជាមិនបានហើយថាការខ្ញុំសំបងខ្ញុំពិតជាឃ្លានមែនណាលោកធ្វើជាចិត្តប៉ុណ្ណឹងទៅណែបើអញ្ចឹងចេះចុះណាខ្ញុំបង្រៀនឯងថានៅខាងនោះមានហាងលក់បាយមួយតកែនោះជាមនុស្សល្អណាស់អញ្ចឹងឯងទៅសាមើលទៅប្រសាណាខ្ញុំអរគុណឯងបងសម្លាញ់អូលោកម្ចាស់គិតខ្ញុំឯងអត់លុយហូបបាយទេដើមឡើយខ្ញុំមានប៉ុន្តែមិញខ្ញុំឲ្យពេទ្យពិនិត្យគេយកលុយរបស់ខ្ញុំអស់បាត់ទៅហើយឯងមានជំងឺមិនមែនទេខ្ញុំនាំគោទៅឲ្យពេទ្យមើលតាអូអង្គុយទៅខ្ញុំចាញ់លុយឲ្យមិនបាច់ទេលោកឲ្យខ្ញុំចេះលុយបានហើយថាកែឲ្យបាយសមួយចានមកបាទយកអាចារ្យសម្លធំណាមិនអីទេថែមសម្លពីមុខទៀតមិនបាច់ទេបាយសបានហើយខ្ញុំផ្លាក់ឲ្យលុយសងលោកណាខ្ញុំអញ្ជើញឯងតាលោកអត់ដឹងខុសត្រូវអីមែនណែបានមកវិញមកទុកថាឯងជាពាក់ខ្ញុំសិនចុះអង្គុយតាបាយសមួយចានធំហើយស្រាមកប៉ាន់ទៀតផងណាបាទឯងមកសៀងហើយលើកដំបងទេមែនណាបាយសម្លម្ដងហើយសូមអញ្ជើញលោកឲ្យខ្ញុំសុំទោសខ្ញុំពិតជាគ្រានមែនហើយខ្ញុំពិសាបាយសិនតាមស្រួលខ្ញុំឈ្មោះលោកហៅហ្វុងលោកហៅហ្វុងអូខ្ញុំឈ្មោះនៃកាងអូបាទឯងពិសាតាមស្រួលខ្ញុំទៅលេងដៃបន្តិចណាបាទគឺវាហ្នឹងហើយវាលួចគូរបស់ខ្ញុំប្រកបណាណែគូធំយ៉ាងនេះក៏អាចហ៊ានលួចដែរខ្ញុំអត់មានលួចគូទេគូមានជំងឺខ្ញុំឲ្យពេទ្យពិនិត្យតាកុំនិយាយច្រើនចាប់វាភ្លាមទៅណែកុំប្រេកណាខ្ញុំអត់មានលុយទេកុំប្រេកណាលោកមិនដឹងខុសត្រូវមែនអាមនុស្សស្រុកស្រែឯងនេះមានកាយអូលោកម្ចាស់នេះខ្ញុំនាំកងសន្តិសុខមកចាប់ចោលមួយណាជាចោលទៅវាបានលួចគោរបស់គេនេះវាលួចគោរបស់ខ្ញុំនិយាយថាម៉េចឯងចង់ថាមិត្តរបស់ខ្ញុំលួចគោរបស់ឯងគេគឺមិត្តរបស់លោកម្ចាស់នេះទេមែនណាសុំទោសផងលោកម្ចាស់នេះខ្ញុំមើលទៅជាការយល់ច្រឡំហើយចាក់ពួកវាភ្លាមបាទខ្ញុំមិនចេះពួកលោកឯងបាទខ្ញុំអរគុណលោកហើយលោកជាអ្នកមានគុណរបស់ខ្ញុំលោកម្ចាស់នេះរឿងតូចតាចទេហូបបាយអស់សិនទៅណាប៉ិនមែនតបាយមួយចានមែនប៉ុន្តែខ្ញុំចង់ចាំអស់មួយជីវិតប៉ិនមែនខ្ញុំមានរឿងមួយចង់ឲ្យឯងជួយណែនាំបន្តិចមិនទេប្រាប់ខ្ញុំមកបើសិនជាមិត្តរបស់ឯងឲ្យឯងធ្វើរឿងដែលក្បត់នឹងសតិសម្បញ្ញៈរបស់ឯងគិតយ៉ាងម៉េចមិនឲ្យទេមិនទេហេតុអីវាងាយតាឪពុកម្ដាយរបស់ខ្ញុំបងប្អូនរបស់ខ្ញុំឲ្យតែរឿងណាដែលខ្ញុំមិនចូលចិត្តធ្វើគេមិនបង្ខំខ្ញុំទេពីព្រោះពួកគេជាសាច់ញាតិរបស់ខ្ញុំបើគេឲ្យខ្ញុំធ្វើបានន័យថានាំទុកដល់ខ្ញុំហើយគ្មានមូលហេតុទេបើសិនជាយ៉ាងនេះគឺសាច់ញាតិធ្វើបានសាច់ញាតិហើយមែនហើយឯងនឹងខុសត្រូវមែនប៉ុន្តែមានបងប្អូនខ្លះធ្វើបាបបងប្អូនរបស់ខ្លួនបើអញ្ចឹងលោកកុំទុកគេជាបងប្អូនទៅបងអូនសម្លាញ់ខ្ញុំធ្វើជាមនុស្សមិនដឹងដូចជាឯងចឹងសោះឯងធ្វើខ្ញុំនឹកឃើញមនុស្សផ្សេងទៀត
ឯងមិនចង់ផឹកស្រាជាមួយខ្ញុំក៏មិនបានដែរឯងមានបញ្ហាអីហ៎បានជាមករកខ្ញុំផឹកស្រាសំណាងហើយដែលពេលនេះឯងធប់លេងល្បែងកុំអីការស្មានរបស់ឯងវានៅតែរឹងមាំស្អីក៏មើលធ្លុះដែរខ្ញុំប្រដេកហើយឯងនឹងគេពីអ្នកបងប្អូននោះយ៉ាងម៉េចហើយមើលយ៉ាងម៉េចទេខ្ញុំប្រឹងថាមើលថៃគេអស់មួយជីវិតឯងមករកខ្ញុំមានបញ្ហាអ្វីហ៎ខ្ញុំចង់ឲ្យឯងបញ្ជាក់រឿងមួយឯងក៏ឆ្លងឲ្យបែកខ្នងទៅឯងដូចជាមិនធ្លាប់ប្រើកំភ្លើងទេព្រោះឯងទុកខ្ញុំជាមិត្តហើយនេះឯងមិនបានប្រយ័ត្នពីរយ៉ាងទី1គឺព្រោះតែមនុស្សនេះកាំងនេះពីដើមមកមិនដែលលោបប្រហារគេទេទី2មិត្តភក្តិចំពោះមិត្តភក្តិពីដើមមកមិនដែលលោបប្រហារគេទេធ្វើជាមនុស្សក្នុងពិភពល្បែងម្នាក់តែមិនអាចយកល្បែងមកធ្វើជាការឈ្នះចាញ់ឯងថាទៅមើលតាមមានការឈឺចាប់ប៉ុណ្ណាការពិតអ្វីដែលត្រូវអ្វីដែលខុសនោះត្រូវគឺត្រូវខុសគឺខុសដូចជាខ្នល់គ្នាអញ្ចឹងឈ្នះគឺឈ្នះចាញ់គឺចាញ់បើឯងធ្វើរឿងមួយអ្នកណាក៏ថាឯងខុសនោះតែឯងធ្វើយ៉ាងម៉េចរឿងនេះពីដើមមកខ្ញុំមិនអាចគិតទេខ្ញុំពីដើមមកក៏មិនដែលរវល់សួរខ្លួនឯងទៅដឹងហើយមានកាយត្រូវធ្វើនៅសៀងហៃបើសិនជាចង់រកកន្លែងដោះស្រាយរឿងក្រៅនោះល្អបំផុតគឺជ្រុំមរណៈបើសិនជាចង់ដោះស្រាយគេថាកន្លែងល្អបំផុតហើយតែទៀតខ្ញុំមកផឹកជាមួយឯងទៀតតាំងពីឡុងស៊ឺមកដល់សៀងហៃកាលណាឯងដូចជាខ្វល់ខ្វាយខ្លាំងណាស់មានរឿងអីកាន់តែធ្វើឲ្យខ្ញុំដឹងច្បាស់ទៅទៀតមិនគាត់តាណាបាត់ហើយពួកបងយប់ណាក៏ផឹកទល់ភ្លឺដែរយប់នេះគាត់មានការរវល់ហ៎ប្រហែលដែរអញ្ចឹងមិនក៏បងមិនជួយគាត់ជួយមិនបានទេខ្លួនត្រូវពឹងខ្លួនឯងបងឆាប់សម្រាប់ទៅកុំពិសាបារីច្រើនពេកអាឡូបងទី4នេះការរបស់ល្បែងអន្តរជាតិមកហើយឲ្យគេលេងដែរទេបងល្បែងស៊ឺហើយអ្នកណាក៏មកលេងបានដែរបាទបងទី4បានហើយ4 5 6 15គ្រាប់ធំហេតុអីបានជាចង់ចាញ់ចេះតែចាក់រុន4ដូចនេះត្រូវហ៎ចង់តែចាក់លេខ4លោកស៊ឺមានពេលទំនេរកំដរខ្ញុំនិយាយលេងមិនអីទេចិត្តប្រុងប្រយ័ត្នចំពោះគេមិនត្រូវគ្មានទេប៉ុន្តែខ្ញុំយល់ថាឯងដូចជាគ្មានចិត្តប្រុងប្រយ័ត្ននឹងគេសោះមិត្តភក្តិក៏ត្រូវប្រុងប្រយ័ត្នដែរធ្វើជាមនុស្សមានន័យអីទៅឯងធ្លាប់ជួបខ្ញុំតែម្ដងគត់បើខ្ញុំសូម្បីតែរឿងនេះក៏មើលមិនដឹងដែរខ្ញុំរស់នៅប្រទេសអស់ច្រើនឆ្នាំហើយឡុងស៊ឺពិតជាឡុងស៊ឺមែនខ្ញុំមើលឯងមិនច្រឡំទេ10ឆ្នាំមុនឯងជាស្ដេចល្បែង10ឆ្នាំក្រោយឯងមិនអាចខ្លាយទៅជាមនុស្សធម្មតាទេភ្នំមួយមិនអាចមានខ្លាពីរបានឡើយឯងខ្លាចខ្ញុំដណ្ដើមទ្រព្យសម្បត្តិរបស់ហុងស៊ីសៀនត្រូវហ៎ឪពុករបស់ហុងស៊ីសៀនឈ្មោះហុងគួរបនល្បែងនោះគឺគេប្រជែងមកបានកាលនោះឯងកំពុងតែលក់ផ្លែឈើពេញចិត្តនឹងឯងទទួលធ្វើជាសិស្សដល់មែនទេពិតជាច្បាស់ការមែនបើអញ្ចឹងតែឯងមានដឹងទេមុនពេលដែលហុងគួរបានបនល្បែងនៅសៀងហៃទាំងប្រមាណជារបស់អ្នកណាទេខ្ញុំយល់ពីឯងចង់និយាយអ្វីហើយកន្លែងឲ្យតែមានលទ្ធភាពអាចយកបានត្រូវហើយអ្នកមានលទ្ធភាពអាចយកបានបើសិនជាខ្ញុំអាចយកបានហេតុអ្វីបានជាខ្ញុំមិនទៅប្រជែងហុងស៊ីសៀនលើកនេះប្រកាសជាចាញ់ប៉ុន្តែឯងមានមេតបល្អម្នាក់ហុងយូក៏ជាមេតបធំម្នាក់ដែរតែគេនៅតែចាញ់លីងប៉ាងដដែលប៉ុន្តែមានចាស់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រណាសំទោសឯងអាចប្រាប់ឲ្យខ្ញុំដឹងផងបានទេឯងសម្អាងអ្វីយល់ថាខ្ញុំជាមិត្តម្នាក់នោះអក្សរ2ទៀងត្រង់លោកត្រូវការឆាយកែវទេ
មទីដងខ្ញុំមានការត្រូវនិយាយគ្នាច្រើនណាឯងទៅវិញចុះទៅយើងពីដើមមកខ្ញុំមិនដែលជឿលើគ្រូទាយសោះទេប៉ុន្តែមិនដឹងហេតុអីយប់នេះខ្ញុំចង់ឲ្យគេទោះទាយណាឬថានៅក្បែរនេះមានគ្រូទាយម្នាក់ឈ្មោះថាជួយហ៊ុនទៀនពូកែនណាគេនៅខាងនោះជួយទោះទាយខ្ញុំតែមើល នៅសៀងហៃនៅណាមិនស្គាល់លោកទៅលោកម្ចាស់នេះជឿអង្គុយជឿហើយនេះខ្ញុំមិនចង់ទាយរឿងអតីតកាលរបស់លោកទេបើមិនអញ្ចឹងនិយាយពីអនាគតវិញទៅលោកធាតមាសហើយលោកនេះធាតឈើមាសនិងឈើគឺមនុស្សល្អចរិតរបស់លោកការប្រយោជន៍ចិត្តប្រកួតណាស់ពីព្រោះលោកមានការពិសោធន៍ច្រើនខ្ញុំមិនចង់ស្ដាប់រឿងតែនេះទេយកល្អនិយាយទីបញ្ចប់វិញលោកជាមនុស្សម្នាក់ដែលមានជំនឿលើព្រហ្មលិខិតខ្ញុំយល់ថាខ្ញុំនិយាយស្អីក៏អត់ប្រយោជន៍ដែរឈ្នះចាញ់នៅក្នុងចិត្តរបស់លោកការពិតគ្មានសំខាន់ទេបើទោះជាខ្ញុំទាយថាទីបំផុតខ្ញុំឈ្នះក៏នៅតែវាយតម្លៃលោកដែរហើយចំណែកលោកម្ចាស់នេះវិញខ្ញុំចង់ប្រាប់លោកក្បួនទ័ពរបស់លោកខ្លះមេទ័ពមិនត្រូវតែធ្វើចម្បាំងដែលគ្មានជំនឿចិត្តឈ្នះនោះទេមិនត្រូវសម្លាប់មនុស្សគ្មានកំហុសទេសៀងហៃពិតជាកន្លែងមួយប្រជុំទៅដោយជើងខ្លាំងមែនឯងមិនអីទេមិនអីទេមិនផឹកច្រើនពេកឥឡូវត្រូវខ្យល់ក្អួតតែប៉ុណ្ណោះទេសុំទោសសុំចាំមកផ្លែតណាមិនគ្រូទាយថាឈ្នះចាញ់ថានៅក្នុងចិត្តរបស់ឯងមិនសំខាន់ទេគេនិយាយត្រូវទេត្រូវពាក់កណ្ដាលឯងប្រើកភ្លើងជោគខ្ញុំមែនឯងចង់សម្លាប់ខ្ញុំមែន